សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងធ្វើម្ហូបខ្មែរម្ជូរប្រលិតដ៏ឆ្ងាញ់ពិសា First we prepare the ingredient including fish, vegetables and fresh អោស្លឹកប្រលិត បន្ទាប់មកកាត់បន្លែនិងគ្រឿងផ្សំឲ្យស្អាតនិងត្រៀមសម្រាប់ចម្អិនឥឡូវនេះយើងរៀបចំត្រីដើម្បីឲ្យសាច់ស្រស់និងឆ្ងាញ់ពេលស្ងោរ ដាំទឹកឲ្យពុះសិនមុនពេលដាក់គ្រឿងផ្សំចូលបន្ទាប់មកដាក់គ្រឿងទេសចូលដើម្បីឲ្យស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់ ឥឡូវនេះដាក់ត្រីចូលហើយទុកឲ្យស្ងោររហូតដល់ឆ្អិនល្អចុងក្រោយដាក់ស្លឹកប្រលិតស្រស់ៗចូលដើម្បីបន្ថែមក្លិននិងរសជាតិពិសេសម្ជូរប្រលិតរបស់យើងបានរួចរាល់ហើយមើលទៅឆ្ងាញ់ខ្លាំងណាស់ណាសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង Subscribe ដើម្បីគាំទ្រផងណា